ចាជម្រាបសួរពុកម៉ែបងប្អូននិងហ្វេនដែលជាមិត្តពធទាំងអស់ចាសម្រាប់คลิปនេះអ្នកគ្រូសូមមកបង្ហាញព្រោះអ្នកខ្លះគាត់ពេលដែលអ្នកគ្រូចេញវីដេអូពីរឿងគូកម្មអីចឹងទៅគាត់ក៏មានការសួរថាហេតុអីបានគាត់ជួបរឿងបែបហ្នឹងអីចឹងណាអញ្ចឹងបើសិនជាបងប្អូនពុកម៉ែបងប្អូនដែលជួបបញ្ហាកម្មរឿងស្នេហាមិនបានសមបំណងសូមឲ្យដឹងផងទៅថាយើងធ្លាប់ធ្វើខុសសិលខទី3ចាហើយសម្រាប់คลิปនេះអ្នកគ្រូសូមប្រាប់ពីវិធីយើងអធិដ្ឋានចិត្តដើម្បីឲ្យកម្មខទី3របស់យើងនេះបានស្រាលចុះហើយកុំឲ្យយើងគិតនៅរឿងអ្វីដែលអារម្មណ៍របស់យើងគិតនៅអ្វីដែលមិនល្អព្រោះកាលណាដែលយើងធ្លាប់សាងបាបមកច្រើនសាងកម្មខទី3នឹងមកច្រើនវានឹងនាំឲ្យអារម្មណ៍របស់យើងនេះធ្លាក់ទៅក្នុងអារម្មណ៍ដែលមិនល្អអញ្ចឹងយើងត្រូវធ្វើពិធីចេះអធិដ្ឋានចិត្តចាអញ្ចឹងអធិដ្ឋានបែបណាចាំស្ដាប់ទាំងអស់គ្នាណាកូនសូមក្រាបថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ខ្ញុំព្រះអង្គមានភាពតានតឹងនៅក្នុងបេះដូងនិងចិត្តវិញ្ញាណរបស់ខ្ញុំព្រះអង្គផ្ទាល់តាំងពីតូចដល់ធំខ្ញុំព្រះអង្គបានប្រើកាយក្រោធគ្រាតនេះទៅក្នុងផ្លូវដែលមិនត្រឹមត្រូវដោយសារតែការមិនដឹងរបស់ខ្ញុំព្រះអង្គបានប្រើកាយក្រោធគ្រាតនេះទៅក្នុងផ្លូវខុសក្នុងសិលខទី3ហើយក៏បានប្រើនៅកាយក្រោធគ្រាតនេះក្នុងការបណ្តែតបណ្ដោយឲ្យខ្លួនឯងចូលទៅក្នុងក្លឹបក្នុងបារនឹងធ្វើអ្វីដែលមិនស័ក្តិសមនៅពេលដែលខ្ញុំព្រះអង្គធំឡើងធ្វើឲ្យខ្ញុំព្រះអង្គមានក្រសែចិត្តថ្នាក់ទាបស្រូបទាញនៅអារម្មណ៍ថ្នាក់ទាបនៅក្នុងអន្លង់ដ៏ជ្រៅនៃចិត្តវិញ្ញាណរបស់ខ្ញុំព្រះអង្គសូមពឹងបារមីនៃព្រះសម្មាសម្ពោធិញ្ញាណដែលព្រះអង្គបានបដិបត្តិល្អបដិបត្តិត្រូវធ្វើឲ្យខ្ញុំព្រះអង្គបានមានកម្លាំងចិត្តនាំយកនៅកាយសង្ខារនេះទៅកាន់ការបំពេញធានបច្ចុប្បន្ននេះខ្ញុំព្រះអង្គបានដឹងហើយក៏បានសម្រេចចិត្តធ្វើដំណើរតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់អកុសលអ្វីដែលខ្ញុំព្រះអង្គមិនដឹងអវិជ្ជាអ្វីដែលខ្ញុំព្រះអង្គមិនដឹងបានប្រើកាយសង្ខារក្រោធគ្រាតនេះទៅធ្វើនៅរឿងដែលមិនត្រឹមត្រូវចាប់តាំងពីវិនាទីនេះតទៅខ្ញុំព្រះអង្គនឹងមិនបណ្ដោយកាយបណ្ដោយចិត្តនឹងធ្វេសប្រហែសដោយយកកាយសង្ខារនេះទៅធ្វើអ្វីដែលមិនត្រឹមត្រូវតទៅទៀតខ្ញុំព្រះអង្គនឹងអាស្រ័យកាយសង្ខារនេះសាងខ្លួនឯងដើម្បីទៅកាន់ការបំពេញធានហើយធ្វើនៅអ្វីដែលជាប្រយោជន៍អ្វីក៏ដោយចុះដែលខ្ញុំព្រះអង្គមិនដឹងខ្ញុំព្រះអង្គសូមអហោសកម្មដោយការមិនដឹងនោះនៅគ្រប់កិរិយាចិត្តដែលខ្ញុំព្រះអង្គបានធ្វើទៅហើយចាប់តាំងពីវិនាទីនេះតទៅខ្ញុំព្រះអង្គនឹងមិនប្រើកាយក្រោធគ្រាតនេះទៅក្នុងផ្លូវដែលមិនត្រឹមត្រូវតទៅទៀតខ្ញុំព្រះអង្គសូមអហោសកម្មហើយនឹងអភ័យទានឲ្យការមិនដឹងរបស់ខ្លួនឯងពេលនេះកម្លាំងចិត្តទាំងឡាយបានរួមគ្នាតែមួយសាងកម្លាំងបច្ច័យកម្លាំងបារមីឥន្ទ្រីឲ្យខ្លួនឯងខ្ញុំព្រះអង្គសូមយកគំរូនៃការប្រព្រឹត្តល្អរបស់អង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់និងគ្រូបាអាចារ្យដើម្បីជាផ្លូវក្នុងការទៅកាន់បដិបត្តិនៃការបំពេញធាននៃសម្ពោធិញ្ញាណដែលជាលំដាប់តទៅសាធុ